ណាកំសាន្តងតាំងពីភ្នំពេញដល់ហូជីមីញធ្លាយដល់ក្រុងដាឡាត់ប្រទេសវៀតណាមដើមហេតុគឺអញ្ចឹងថ្ងៃមុនហ្នឹងខ្ញុំមានជាការខឹងប្តីអញ្ចឹងហើយកក់សបុតយន្តហោះថាទៅដើរលេងសូឡូម្នាក់ឯងមានណាប្រូខ្ញុំគេដឹងរឿងក៏កក់សបុតយន្តហោះទៅតាមលួងមានណាមានមិត្តភ័ក្តិ4នាក់ទៀតគេតាមទៅសម្រុះសម្រួលដែរអញ្ចឹងហើយក៏ដាក់ឈ្មោះដំណើរកំសាន្តនេះថាដំណើរកំសាន្តងហ្មងទៅដើរនេះគឺអត់កម្រងទេកក់សបុតយន្តហោះមុនតែ2ថ្ងៃទេតែដើរលេងក៏បានជោគជ័យបានទៅឃើញកន្លែងដើរលេងស្អាតជិះម៉ូតូបែកស្លុយពេញស្រុកគេអញ្ចឹងណាតោះថ្ងៃនេះខ្ញុំនាំបងប្អូនទៅដើរលេងក្រុងដាឡាត់ហើយនឹងប្រាប់ពីវិធីថាយើងជិះអីទៅដល់នោះគេនៅណាញ៉ាំអីនៅណាហើយមានកន្លែងដើរលេងអីខ្លះអញ្ចឹងថ្ងៃទី1ខ្ញុំជិះយន្តហោះពីភ្នំពេញទៅហូជីមីញសិនយើងគេងនៅហូជីមីញមួយយប់ហើយស្អែកឡើងគឺយើងកក់សបុតឡានក្រុងដេកយប់ដើម្បីជិះទៅក្រុងដាឡាត់ហើយនេះគឺកន្លែងទិញសបុតឡានខ្ញុំជិះម៉ោង 11:55 នាទីយប់តម្លៃសបុតម្នាក់ខ្ទង់$11កន្លះឥឡូវម៉ោងប្រហែល10កន្លះយើងមកដល់បេនឡានក្នុងក្រុងដើម្បីគេដឹកយើងទៅស្ថានីយ៍ធំដើម្បីឡើងឡានក្រុងនេះគឺក្នុងឡានរបស់គេមានគ្រែ3ជួរហើយនឹងគ្រែលើក្រោមហើយគេមានបិទវាំងននអញ្ចឹងទៅជិះប្រហែលជា8ម៉ោងយើងក៏មកដល់ក្រុងដាឡាត់ខ្ទង់ម៉ោង5ជាមកដល់នេះគឺអាកាសធាតុត្រជាក់អញ្ចឹងកុំភ្លេចត្រៀមអាវល្ងាមកផងនិយាយមែនណាដើរលេងនេះអត់មានកម្រងមែនមានជាការឈរជ្រឹមជ្រុំសើចរកមើលកន្លែងគេក្នុងក្រុងគេមានកន្លែងគេងច្រើនអញ្ចឹងអត់ពិបាករកទេឥឡូវខ្ញុំកក់បានហើយឈ្មោះ Villa Hauda មកបន្ទប់ខ្ទង់$18ទៅ$20ការធ្វើដំណើរនៅទីក្រុងនេះគឺយើងអាចហៅ Grab ជិះបានណាអញ្ចឹងឥឡូវខ្ញុំមកដល់កន្លែងគេងហើយគេឲ្យ check in ម៉ោង 12អញ្ចឹងយើងទុកវ៉ាលីនៅនឹងសិនហើយក៏ទៅជួលម៉ូតូជិះដើរលេងម៉ូតូមួយថ្ងៃ$7រមមកដល់ក្រុងដាឡាត់នេះដំណើរវែងឆ្ងាយណាស់ហើយជិះឡានក្រុងគេងយប់អត់សូវបានគេងទៀតប៉ុន្តែតែសើសាច់មុខខ្លួនឯងណាបានគេងប៉ុន្តែនៅតែភ្លឺថ្លា make up មកគឺថាចូលមកសើបុបឡើងមាត់ខៃកន្លឹះរបស់ខ្ញុំគឺបិទម៉ាស់ស្លឹករងថ្ងៃតែម៉ាស់ដែលខ្ញុំបិទជាប្រចាំហ្នឹងគឺម៉ាស់ SCG 24ដែលគេហៅថាម៉ាស់ស្រីស្អាតហ្នឹងឯងខ្ញុំបិទម៉ាស់នេះត្រូវខ្លាំងដោយសារសាច់ម៉ាស់គឺទន់ស្ដើងហើយទឹកសរោមច្រើនទៀតយើងបិទពី15ទៅ20នាទីហើយដើម្បីឲ្យកាន់តែចំណេញណាឡុងពេលបិទហ្នឹងយើងយកទឹកសរោមដែលនៅហ្នឹងយកមកម៉ាស្សាកមកមិនអញ្ចឹងទេប្រយ័ត្នមុខសកខ្មៅទូទៅខ្ញុំធ្វើ3ក្បាច់ហ្នឹងដើម្បីបំពន់ស្បែកកហើយកុំឲ្យធ្លាក់ជ្រឿជ្រួញទេហើយយើងក៏អាចយកសរោមហ្នឹងមកម៉ាស្សាប្រអប់ដៃបានដែរម៉ាស់នេះមានសរោមច្រើនបិទ20នាទីហើយក៏អត់ទាន់ស្ងួតដែរណាអញ្ចឹងយើងអាចយកមកបិទកបន្ថែមទៀតមកនិយាយទៅគឺថាប្រើមកអស់ហ្មងអញ្ចឹងបានឃើញគេចូលចិត្តប្រើមែនតើម៉ាស់ស្លឹកនេះគេដែលអត់ទាន់ធ្លាប់ប្រើអាចសាកប្រើបានខ្ញុំណែនាំហ្មងហើយទាន់ឥឡូវហ្នឹងគាត់កំពុងតែមាន promotion សម្រាប់ខែភ្លៀងចង់សួរព័ត៌មានបន្ថែមអីអាចតាក់ទងទៅ page SCG 24បានណាឥឡូវនេះគឺខ្ញុំចេញប្រតិបត្តិការជិះម៉ូតូដើរលេងពេលហ្នឹងគឺខ្ញុំត្រូវគ្នាវិញណាអញ្ចឹងគឺយើងជិះដើរលេងដោយសន្តិភាពបរិយាកាសនៅដាឡាត់នេះគឺស្រៀងនៅមណ្ឌលគិរីយើងដែរទេគ្រាន់តែនៅនេះគឺគេសបោដាំផ្កានេះទៅណាក៏ឃើញផ្កាដែរអញ្ចឹងគឺស្រស់បំប្រងមែនតើឥឡូវខ្ញុំមកដល់ហាងកាហ្វេទី1រៀងឆ្ងាយពីក្រុងដែរគេធ្វើលក្ខណៈបែបកូនផ្ទះបែបអឺរ៉ុបមានដាំផ្កាមានអីអញ្ចឹងណាប៉ុន្តែហាងកាហ្វេនេះអត់សូវធំហ្មងទេអញ្ចឹងយើងចូលមកថតរូបលេងបានមួយផ្លែតហើយក៏បន្តទៅហាងកាហ្វេមកកន្លែងទៀតមកដល់ហាងកាហ្វេមកកន្លែងនេះគេធ្វើដូច studio ថតរូបអញ្ចឹងចំជាលក្ខណៈផ្ទះឈើមានទឹកហើយគេធ្វើមានទូកចែវអញ្ចឹងនៅនេះទេសភាពគេស្អាតដោយសារគេធ្វើនៅចម្រាក់ភ្នំកាហ្វេនេះភាគច្រើនគេមកដើម្បីតែថតរូបទេបើភេសជ្ជៈវិញគឺអត់សូវឆ្ងាញ់ហ្មងទេណាថតរូបលេងគ្រប់ប្លង់អស់ហើយយើងចូលញ៉ាំបាយពេលថ្ងៃនៅចិត្តហ្នឹងរួចក៏បន្តទៅមកកន្លែងទៀតកន្លែងនេះចូលគឺអត់ស្ដាយលុយទេគឺភូមិមនុស្សទឿអត់មានកម្រងថាទៅទេប៉ុន្តែមើល Google Map សុកឃើញភូមិហ្នឹងគឺនៅចិត្តហ្នឹងត្រូវទិញសបុតចូលគេមានតាមតម្លៃមានសបុតតទេមានសបុតបូកជាមួយនឹងភេសជ្ជៈហើយនឹងអាហារទិញសបុតចូលបូកជាមួយនឹងភេសជ្ជៈអញ្ចឹងអស់ម្នាក់ខ្ទង់$6ចូលមកដល់គឺគេមានមនុស្សទឿចាំស្វាគមន៍យើងតុបតែងដូចជាលក្ខណៈភូមិនៅចម្រាក់ភ្នំហើយតាមចម្រាក់នីមួយៗគឺគេធ្វើមានមនុស្សទឿនៅក្នុងផ្ទះហើយគេធ្វើផ្ទះដូចក្នុងរឿងតុក្កតាអញ្ចឹងមានអារម្មណ៍ថាចូលមកដូចនៅក្នុងសួនសុបិនក្នុងរឿងតុក្កតាអញ្ចឹងមកដល់ខាងក្នុងគឺយើងអាចមកយកភេសជ្ជៈញ៉ាំបានភេសជ្ជៈគេឆ្ងាញ់ក្រាន់បើហើយឥឡូវហ្នឹងដោយសារតែរៀងល្ងាចដែរហើយយើងក៏បន្តជិះទៅក្នុងក្រុងវិញអាហារពេលល្ងាចថ្ងៃនេះគឺមកញ៉ាំសាច់អាំងជាមួយនឹងទេសភាពថ្ងៃលិចនៅក្នុងក្រុងទីក្រុងនេះជាតំបន់ភ្នំអញ្ចឹងផ្ទះរបស់គេធ្វើបែបខ្ពស់ទាបតាមចម្រាក់ភ្នំអញ្ចឹងផ្ទះគេធ្វើបែប style អឺរ៉ុបដូចក្នុងរឿងតុក្កតាអញ្ចឹងដើរលេងចំថ្ងៃខួបកំណើតខ្លួនឯងអញ្ចឹងមានជាការទិញនំខេក surprise ខ្លួនឯងមួយហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលបានជូនពរខ្ញុំកាលពីថ្ងៃខួបកំណើតហ្នឹងចូលដល់ព្រឹកថ្ងៃទី2ខ្ញុំមិនទាន់បានបង្ហាញកន្លែងដែលខ្ញុំគេងទេកន្លែងខ្ញុំគេងនេះដូចប្រាសាទនៅក្នុងរឿងព្រេងនិទានព្រះនាងម្ចាស់អីចឹងនៅនេះគឺបកែដាំផ្កាមែនតើផ្កាគេឡងស្រស់ត្រូវនឹងព្រឹកនេះងើបមកស្រស់ស្រាយទៀតដែរដោយសារបានបិទម៉ាស់ SCG 24នេះខ្ញុំអាសាប្រាប់ក្នុងវីដេអូថាបិទម៉ាស់នេះល្អប៉ុន្តែមិនមែនបិទតែម៉ាស់នឹងឲ្យបានមុខស្អាតទេណាយើងត្រូវថែទាំផ្សំគ្នាដែរដូចជាលាងសម្អាតមុខឲ្យបានស្អាតមុនពេលចេញទៅក្រៅត្រូវលាបលេការពារកម្ដៅថ្ងៃហើយជាពិសេសហ្នឹងបិទម៉ាស់រួចគឺលាបសេរ៉ូមដែលតម្រូវទៅតាមស្បែកមុខរបស់យើងជាសេរ៉ូម SCG 24នេះគឺគាត់មានពីរប្រភេទសេរ៉ូមនីកូទីណាម៉ាយសម្រាប់ស្បែកមុខស្ងួតនិងស្បែកមុខធម្មតាសេរ៉ូមនេះគឺសម្រាប់ព្យាបាលហើយនឹងទប់ស្កាត់ការឡើងអាចរុយជាំហើយនឹងស្នាមផ្សេងៗបាទសម្រាប់អ្នកដែលមានស្នាមមុនឬក៏ស្នាមជាំច្រើនអញ្ចឹងលាបទៅគឺអាចព្យាបាលហើយទប់ស្កាត់ទៀតដោយស្បែកមុខខ្ញុំគឺត្រូវគ្នាជាមួយនឹងសេរ៉ូមនីកូទីណាម៉ាយនេះហើយបើអ្នកដែលមានស្បែកមុខប្រេងងាយឡើងខ្លាញ់អាចប្រើជាប្រភេទសេរ៉ូមSalicylic acid ដែលជួយទប់ស្កាត់ការឡើងប្រេងហើយព្យាបាលមុនអញ្ចឹងសេរ៉ូម SCG 24នេះគឺចែកដាច់
ដាច់គ្នាចឹងហ្មងម្ដប30 ml ហើយយើងប្រើម្ដងតែ2 3តំណក់អីទេអញ្ចឹងម្ដបគឺប្រើបានរាប់ខែសំខាន់អ្នកប្រើ SCG 24ណាមានឱកាសឈ្នះរង្វាន់ទៀតដែលក្រុមហ៊ុននឹងចាប់រង្វាន់ថ្ងៃទី7 ខែតុលានេះហើយណារួចរាន់សរសេរឈ្មោះលេខទូរស័ព្ទទីតាំងដាក់ចាប់ឆ្នោតទាំងអស់គ្នាអញ្ចឹងឥឡូវថ្ងៃទី2គឺយើងទៅដើរលេងនៅម្ដុំតង្ហាលយៈទីពីក្នុងក្រុងប្រហែលជា10 គីឡូជាទេសភាពម្ដុំតង្ហាលនេះគឺស្អាតលក្ខណៈបែបភ្នំខ្វាត់ខ្វែងហើយបើមកពេលព្រឹកវិញគឺមានអាប់ពេញហ្នឹងហ្មងហើយនៅម្ដុំហ្នឹងគឺសវោហាងកាហ្វេហើយនឹងចំការតែយើងអាចចុះថតរូបលេងចំការតែគេគឺនៅមាត់ផ្លូវហ្នឹងហ្មងគេដាំជាចម្រាក់ជាដើរលេងតាមចំការចុះឡើងជួបហាងកាហ្វេមួយនេះយើងត្រូវទិញសបុតចូលហើយយើងអាចយកសបុតហ្នឹងដូរយកភេសជ្ជៈឬក៏មីកំប៉ុងនៅក្នុងហ្នឹងបានណានេះស្អាតម្យ៉ាងដែរគឺគេរៀបចំនៅចម្រាក់ភ្នំហើយគេមានដាំផ្កាលក្ខណៈបែបផ្ទះឈើឲ្យយើងថតរូបលេងជាមួយនឹងទេសភាពភ្នំជាសន្ទាប់ឥឡូវកាត់ណាខ្ញុំជិះមកដល់ក្នុងក្រុងវិញពេលល្ងាចនេះគឺយើងមកញ៉ាំគ្រឿងសមុទ្រនៅហាងនេះឆ្ងាញ់រសជាតិហើយនឹងទឹកជ្រលក់អីផ្សេងគឺស្តៀងនៅខ្មែរយើងអញ្ចឹងគឺត្រូវមាត់ខ្ញុំកំង oyster amber មានខ្យងមានញ័រពពុះសមុទ្របកាដុតឈីនិយាយទៅតំណងមែនតើចូលដល់ថ្ងៃទី3ជាថ្ងៃចុងក្រោយប៉ុន្តែយើងអាចដើរលេងបានមួយព្រឹកទៀតដោយសារយើងជិះឡានក្រុងពេលយប់មកហូជីមិញវិញអញ្ចឹងព្រឹកនេះគឺយើងទៅចំការ strawberry នៅនេះតិចអញ្ចឹងដាំ strawberry ល្អមែនតើដាំជាចម្រាក់នៅក្នុងតង់ប៉ុន្តែចំការគេនេះធំហើយយើងអាចដើរបេះហើយញ៉ាំនៅក្នុងនឹងក៏បានឬក៏ទិញជាគីឡូក៏បានដែរបើរសជាតិ strawberry វិញគឺជូរអែមហើយគេមានទឹកជ្រលក់ឲ្យមានទឹកដោះគោហើយនឹងអំបិលម្ទេសតម្លៃវិញ1គីឡូខ្ទង់$15អញ្ចឹងថ្ងៃទី3ហ្នឹងយើងជិះដើរលេងនៅក្នុងក្រុងអត់មានទៅណាឆ្ងាយទេហើយយប់ឡើងយើងក៏ជិះឡានក្រុងទៅស្ថានីយ៍ដដែលហ្នឹងមកហូជីមិញវិញនេះជាការចែករំលែកបទពិសោធន៍ណាមិនមែនទៅប្រមូលប្រទេសគេទេពេលខ្លះយើងក៏ត្រូវការទៅកន្លែងថ្មីដើម្បីទទួលបានបទពិសោធន៍ហើយនឹងគំនិតថ្មីហើយបទពិសោធន៍ទាំងអស់ហ្នឹងខ្ញុំក៏ចង់ធ្វើជាវីដេអូចែករំលែកឲ្យបងប្អូនទាំងអស់គ្នាបានឃើញដែរអញ្ចឹងកុំប្រកែកប្រកាន់ណាហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបាយ